រឿងឈ្មួញភរិយានិងអ្នកបម្រើនៅក្នុងក្រុងមួយមានឈ្មួញម្នាក់ដែលមានភរិយាជាស្រីចូលចិត្តរួមមេត្រីជាមួយនឹងអ្នកបម្រើរបស់ខ្លួនគ្រប់ពេលថ្ងៃមួយឈ្មួញជាប្តីបានឃើញភរិយាកំពុងឲ្យអ្នកបម្រើនោះថើបមាត់ពេលនោះឯងនាងជាភរិយាដឹងថាស្វាមីឃើញខ្លួនហើយទើបគិតរកឧបាយកលបានភ្លាមក៏ដើរតម្រង់ចូលទៅរកស្វាមីហើយក្លែងនិយាយថាលោកប្តីអ្នកបម្រើនេះមានគំនិតមារយាទអាក្រក់ណាស់វាហ៊ានលួចកំបោរយកទៅស៊ីខ្ញុំបានហិតក្លិនមាត់វាទៅដឹងច្បាស់ណាស់លោកបានពោលទុកថាស្ត្រីបរិភោគអាហារទ្វេគុណមានប្រាជ្ញាចតុគុណមានកលមាយាឆគុណនិងសេពកាមអដ្ឋគុណអ្នកបម្រើលុះបានឮពាក្យនាងនោះនិយាយដូច្នោះក៏ធ្វើជាច្រឡោតខឹងឡើងហើយនិយាយថាលោកម្ចាស់ខ្ញុំនឹងអធ្យាស្រ័យនៅក្នុងផ្ទះលោកម្ចាស់ដែលមានភរិយាតឹងតែងដូច្នេះតទៅទៀតម្ដេចនឹងកើតបើគ្រាន់តែរឿងបន្តិចបន្តួចប៉ុណ្ណេះភរិយារបស់លោកមកហិតមាត់អ្នកបម្រើគ្រប់ពេលយ៉ាងនេះលំដាប់នោះអ្នកបម្រើថាហើយក៏ក្រោកដើរចេញទៅភ្លាមឯស្វាមីនាងក៏ទៅសូមទូសអ្នកបម្រើខាត់ឲ្យវានៅបម្រើវិញចប់រឿងឈ្មួញភរិយានិងអ្នកបម្រើលំដាប់នោះត្រីកំភ្លាញពោលតទៅទៀតថា8របស់ណាមិនមានហេតុរបស់នោះក៏តែងមិនមានផលថាបើរបស់ណាមានហេតុរបស់នោះក៏មានផលកើតឡើងតាមដំណើរនៃហេតុនោះថ្នាំនេះរងាប់នៅពឹសពុលគឺសេចក្តីពិតបានហេតុដូចម្ដេចណក៏គេមិនស្គាល់ថ្នាំនោះកាលនោះឯងត្រីគ្រុសកំពុងតែគិតដូច្នេះត្រូវអ្នកនេសាទដាក់មងជាប់ធ្វើពុតជាស្លាប់នៅស្ងៀមឥតកម្រើកឡើយលុះអ្នកនេសាទនោះដោះចេញពីមងរួចហើយក៏ខំបំរាស់ននាលពេញទំហឹងលោតចូលក្នុងទឹកជ្រៅភ្លាមឯត្រីកំភ្លាញវិញត្រូវអ្នកនេសាទចាប់បានហើយក៏បោកសម្លាប់ទៅចប់រឿងត្រី3ក្បាលសត្វដណ្ដើកបាននិយាយបន្ថែមថាហេតុការណ៍ដោយខ្ញុំបានពណ៌នាមកនេះសូមមិត្តជួយចាត់ចែងនាំខ្ញុំចេញទៅកាន់ស្រះដតីក្នុងពេលឥឡូវនេះផងសត្វហង្សទាំងពីរតបថាបើបានទៅដល់ស្រះដតីហើយជាកុសលរបស់សម្លាញ់ឯងតើសម្លាញ់នឹងទៅតាមវិធីណាសត្វដណ្ដើកពន្យល់ឧបាយកលថាខ្ញុំបានគិតរកវិធីដែលអាចទៅតាមអាកាសជាមួយសម្លាញ់ទាំងពីរបានហើយសត្វហង្សទាំងពីរសួរទៅទៀតថាតើឧបាយនេះសម្លាញ់គិតថានឹងសម្រេចបែបណាសត្វដណ្ដើកឆ្លើយតបវិញថាណែសម្លាញ់យកកំណាត់ឈើមួយមកហើយសម្លាញ់ទាំងពីរអ្នកពំចុងកំណាត់ឈើម្ខាងម្នាក់ដោយចម្ពុះខ្ញុំនឹងខាំចំកណ្ដាលកំណាត់ឈើនោះហើយខ្ញុំនឹងអាចទៅបានយ៉ាងស្រួលសត្វហង្សទាំងពីរឆ្លើយតបដោយថាឧបាយកលនេះស្រួលហើយតែត្រូវគិតថា9អ្នកប្រាជ្ញកាលគិតដល់សេចក្តីចម្រើនហើយត្រូវគិតដល់សេចក្តីវិនាសផងដោយសត្វកុកដែលល្ងងគិតឃើញសេចក្តីចម្រើនតែម្យ៉ាងត្រូវសត្វស្កាស៊ីកូនអស់សត្វដណ្ដើកសួរដេញដោលថាតើរឿងនេះតើមានដើមហេតុយ៉ាងដូចម្ដេចសត្វហង្សទាំងពីររៀបរាប់ប្រាប់ថារឿងកុកពស់និងស្កានៅលើភ្នំមួយមានដើមឈើមួយដើមធំជាទីអាស្រ័យរបស់សត្វកុកទាំងឡាយមានសត្វពស់វែកមួយក្បាលអាស្រ័យនៅក្នុងរន្ធខាងក្រោមដើមឈើនោះដែរវាតែងតែលូនចូលទៅចាប់យកកូនកុកស៊ីជាអាហាររឿយក្រោយមកមានសត្វកុកធំមួយក្បាលលុះបានឮសំឡេងយំខ្ញៀវខ្ញានៃសត្វកុកទាំងឡាយ
ដែលមានសេចក្តីទុក្ខសោកមកបៀតបៀនហើយក៏និយាយឡើងថាណែអ្នកទាំងឡាយអ្នកកុំយំធ្វៃចូលធ្វើតាមឧបាយកលខ្ញុំវិញយើងត្រូវទៅរកចាប់ត្រីយកមករាយតគ្នាតាំងពីរុនរហូតដល់សត្វស្ការហូតដល់រុនរបស់សត្វពស់ឯស្កាដែលជាសត្វចូលចិត្តស៊ីត្រីជាអាហារនោះនឹងចេះតែដើររៀងមកដល់រុនរបស់ពស់នេះកាលបើឃើញសត្វពស់ដែលជាសត្រូវតាំងពីកំណើតមកជានឹងខំសត្វពស់សម្លាប់ដោយសេចក្តីស្អប់ខ្ពើមជាក់ជាមិនខានសត្វកុកទាំងឡាយក៏ព្រមព្រៀងគ្នាធ្វើតាមពាក្យរបស់សត្វកុកធំនោះក្នុងកាលនោះឯងសត្វស្កាដែលនៅក្នុងរុនឈើនោះក៏ចេញពីរុនបានប្រទះឃើញត្រីនៅរាយបន្តគ្នាដែលជាល្បិចរបស់សត្វកុកហើយក៏ស៊ីត្រីទាំងនោះព្រមទាំងបានស៊ីសត្វកុកទាំងឡាយថែមទៀតផងចប់រឿងកុកពស់និងស្កាសត្វហង្សទាំងពីរបានបន្តថាមិនអ្វីទេយើងនាំទៅបានតែកាលដែលយើងនាំសម្លាញ់ទៅនោះមកជាមនុស្សលោកមើលឃើញកាលបើឃើញហើយនឹងនិយាយឆោឡោឡើងជាក់ជាមិនខានបើសម្លាញ់បានឮសំឡេងមនុស្សលោកហើយអត់ទ្រាំមិនបានចង់ឆ្លើយតបគេវិញមុខជាស្លាប់របូតធ្លាក់មុខជាសម្លាញ់របូតធ្លាក់ដល់ដីស្លាប់អាសាបងជាក់ជាមិនខានចូលសម្លាញ់តាំងចិត្តដាច់ស្រេចនៅក្នុងទីនេះទៅល្អជាងអណ្ដើកនិយាយរឹងតតឹងទៀតថាបើដូច្នេះមែនខ្ញុំនឹងក្លាយទៅជាសត្វល្ងង់ខ្លៅទៅហើយម្យ៉ាងទៀតបើរូបខ្ញុំមិនឆ្លើយតបនឹងគេវារួចស្រេចទៅហើយមានអ្នកណាមកនិយាយទៀតសត្វទាំង3និយាយពីគ្រោះគ្នាហើយក៏ធ្វើតាមពាក្យរបស់អណ្ដើកនោះកាលនោះក្មេងខ្វៀលគោក្រឡេកមើលទៅឃើញសត្វហង្សទាំងពីរបាននាំអណ្ដើកហោះហើរលើអាកាសវេហាដូច្នោះក៏ស្រែកនិយាយជជែកគ្នាឆោឡោត្រហឹងឡើងហើយរត់ដេញតាមពីក្រោយក្មេងខ្លះនិយាយឡកលើថាកាលណាអណ្ដើកធ្លាក់មកដល់ដីកាលនោះយើងនឹងយកវាទៅស្លការីស៊ីឲ្យឆ្ងាញ់ម្ដងវើយក្មេងខ្លះទៀតនិយាយថាទេយើងយកទៅដុតស៊ីឥឡូវនេះឯងចំណែកក្មេងខ្លះទៀតក៏និយាយថាទេយើងយកទៅស្លស៊ីឯផ្ទះវិញឯអណ្ដើកលុះឮពាក្យក្មេងខ្វៀលគោនិយាយឡកលើឲ្យគួរឲ្យខ្នាញ់ណាស់ក៏ភ័ន្តស្មារតីភ្លេចខ្លួនបែរជាហាមាត់និយាយឆ្លើយតបទៅវិញថាណែវើយអាក្មេងឯងទាំងអស់គ្នានាំគ្នាទៅស៊ីផេះទៅចោះកាលដែលអណ្ដើកហាមាត់និយាយដូច្នេះក៏ធ្លាក់មកដីបានដៃក្មេងដុតស៊ីជាចំណីអាហារទៅអងចប់រឿងអណ្ដើកនឹងហង្ស